សួស្តីនឹងសូមជម្រាបសួរពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបេះផ្លែតង្កៀបក្តាមចាប់ដើមផ្លែអាចល្មមញ៉ាំបានហើយតែមិនទាន់ធំពេញចំណាស់ទេតែដោយឡែកថ្ងៃនេះនាងខ្ញុំមានអំបិលម្ទេសហើយនឹកឃើញថាបេះវាយកមកធ្វើម្ជូរអូយទំនងណាស់ច្រើនមែនទេដោយសារតែឥឡូវស្រែនេះគេចាប់ដើមភ្ជួរហើយដល់ពេលអញ្ចឹងតើកាលណាគេព្រោះស្រូវនាងខ្ញុំចូលអត់បានទេហើយថ្ងៃនេះនាងខ្ញុំមានអំបិលម្ទេសមានស្វាយមានម្កាក់ហើយចាំកាលណាទៀតបងប្អូនមើលផ្លែគេណែអូយទំនងឆ្ងាញ់ណាស់អានឹងយកទៅបុកដង្កោឆ្ងាញ់ណាពេញឆ្ងាញ់ហ្មងខ្ចីល្មមឆ្ងាញ់បើនិយាយពីអត្ថប្រយោជន៍របស់ដង្កៀបក្តាមច្រើនបំផុតតែម្ដងហើយរុក្ខជាតិមួយប្រភេទហ្នឹងយើងមិនអាចប្រើប្រាស់ត្រឹមតែធ្វើឱសថទេយើងអាចច្នៃវាធ្វើជាមុខម្ហូបបានយ៉ាងឆ្ងាញ់នឹងខ្ញុំធ្លាប់បុកផ្លែដង្កៀបក្តាមជាមួយនឹងចេកខ្ចីមានរសជាតិឆ្ងាញ់ណាស់ពុកម៉ែបងប្អូនយើងបុកបែបខ្មែរមានដាក់ប្រហុកដាក់ម្ទេសហិលមកមានចេកខ្ចីមានដង្កៀបក្តាមឆ្ងាញ់មែនទែនតែម្ដងហើយឆ្នាំនេះនាងខ្ញុំចង់អាប់ដេតបុកជាមួយនឹងផ្លែច័ន្ទបុកជាមួយនឹងផ្លែដង្កោទៀតតែដោយសារតែផ្លូវនេះឥឡូវគេចាប់ដើមភ្ជួរដល់ទៅពេលគេចាប់ដើមភ្ជួរអញ្ចឹងនាងខ្ញុំវាពិបាកមកដូច្នេះហើយនាងខ្ញុំបេះវាយកទៅដាក់ជាមួយនឹងអំបិលម្ទេសញ៉ាំសិនដល់ពេលហ្នឹងមិនដឹងថាអាចចូលកើតអត់ទេប៉ុន្តែមានមួយដើមទៀតម្ដើមនោះកំពុងតែផ្លែតែដើមវាធំតែផ្លែវាតិចពុកម៉ែបងប្អូនដោយសារតែវាមិនបាននៅហាលវានៅកន្លែងនេះគឺនៅកន្លែងតាមភ្លឺស្រែអញ្ចឹងដើមវាតូចទេនេះនៅខាងក្រៅខ្ញុំដើមតូចប៉ុន្តែនិយាយពីផ្លែឡើងស្កាសនេះសុទ្ធតែផ្លែម៉ណែផ្លែច្រើនមែនទេហើយផ្លែប៉ុណ្ណេះដាក់អំបិលម្ទេសមកគឺដឹងតែជាតិហ្មងអូយឆ្ងាញ់ហូបម៉ែបងប្អូនប៉ុណ្ណេះដាក់អំបិលម្ទេសមកឆ្ងាញ់ហើយដង្កៀបក្តាមយើងអាចយកធ្វើជ្រក់បានទៀតពុកម៉ែបងប្អូនយើងអាចយកធ្វើជ្រក់ញ៉ាំជាមួយនឹងត្រីអាំងក៏ឆ្ងាញ់ណាស់ដែរតែចំពោះវីដេអូនេះគឺនៅខ្ញុំមកបេះបង្ហាញឲ្យពុកម៉ែបងប្អូនបានឃើញផ្លែដង្កៀបក្តាមនៅខ្ចីគឺមានសភាពបែបនេះឆ្ងាញ់ណាស់ពុកម៉ែបងប្អូនជូរជ្រះហ្មង